សូមជម្រាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីគោរពសូមស្វាគមន៍មកកាន់ Channel Podcast for Growth ជាថ្មីម្ដងទៀតដែលក្នុង Podcast នេះយើងនឹងនិយាយអំពីជីវិតនិងភាពជោគជ័យហើយគោលបំណងនៃ Podcast មួយនេះត្រូវបានបង្កើតឡើងដើម្បីជាជំនួយមួយផ្នែកដល់បងប្អូនក្នុងការជួយខ្លួនឯងឲ្យកាន់តែមានទំនុកចិត្តក្តីសង្ឃឹមនិងភាពរីកចម្រើនជាងមុនថ្ងៃនេះជា episode ទី6ដែលយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់មួយទៀតនោះគឺឈប់ការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ Stop comparing yourself to others តើអ្នកធ្លាប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃដែរឬទេតើអ្នកធ្លាប់ត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែរឬទេការប្រៀបធៀបគឺជារឿងដែលយើងជួបប្រទះជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃប៉ុន្តែការប្រៀបធៀបអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តការបង្កើតអារម្មណ៍ថាខ្លួនឯងមិនមានតម្លៃហើយក៏ធ្វើឲ្យខ្លួនឯងឆាប់បាក់ទឹកចិត្តជាខ្លាំងផងដែរនៅទីនេះខ្ញុំសូមនិយាយអំពីរឿងរបស់សិស្សម្នាក់ឈ្មោះនីតាជាសិស្សម្នាក់ដែលរៀនបានបន្ទុកល្អក្នុងចំណោមសិស្សពូកែផ្សេងៗទៀតប៉ុន្តែគាត់តែងតែប្រៀបធៀបខ្លួនឯងទៅនឹងមិត្តភ័ក្តិដទៃទៀតដែលបានបន្ទុកខ្ពស់ជាងខ្លួនការប្រៀបធៀបមួយនេះបានធ្វើឲ្យគាត់បាត់បង់ទំនុកចិត្តនិងមានអារម្មណ៍ថាខ្លួនឯងមិនស័ក្តិសមនឹងជោគជ័យនេះឡើយក្រោយមកគ្រូបានផ្ដល់ជាដំបូន្មានដល់នីតាថាអ្នកគួរប្រៀបធៀបខ្លួនឯងជាមួយខ្លួនឯងពីម្សិលមិញវិញនីតាបានចាប់ផ្ដើមទៅរិះពិចារណាពាក្យសម្ដីដែលគ្រូបានផ្ដល់ជាដំបូន្មានហើយគាត់បានផ្លាស់ប្ដូរគំនិតរបស់ខ្លួនគាត់បានកំណត់គោលដៅតូចៗនិងប្រៀបខ្លួនឯងជាមួយការរីកចម្រើនរបស់ខ្លួនជាប្រចាំទៅវិញបច្ចុប្បន្ននីតាមានទំនុកចិត្តកាន់តែខ្លាំងនិងកំពុងជួយមិត្តភ័ក្តិឲ្យមានទំនុកចិត្តដូចគាត់ផងដែរនៅក្នុងឧទាហរណ៍មួយនេះបានបង្ហាញថាការប្រៀបធៀបជាមួយអ្នកដទៃអាចជាកត្តាបំផ្លាញទំនុកចិត្តខ្លួនឯងតែការប្រៀបធៀបខ្លួនឯងជាមួយនឹងខ្លួនឯងកាលពីថ្ងៃម្សិលមិញគឺជាផ្លូវដ៏ត្រឹមត្រូវសម្រាប់ភាពរីកចម្រើនជាឧទាហរណ៍មួយទៀតខ្ញុំនឹងនិយាយពីលោក Theodore Roosevelt ដែលលោកគឺជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកគាត់បានលើកឡើងថាការប្រៀបធៀបគឺជាចោរដែលបំផ្លាញភាពរីករាយរបស់អ្នកក្នុងន័យនេះគាត់ចង់បញ្ជាក់ថាការប្រៀបធៀបអាចលួចយកសេចក្តីសុខនិងក្តីសង្ឃឹមរបស់អ្នកបានតាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះតើអ្នកបានរៀនអ្វីខ្លះពីរឿងទាំងនេះមានកត្តាមួយចំនួនដែលបងប្អូនប្រិយមិត្តអ្នកស្ដាប់អាចរៀនសូត្របាននោះគឺទី1ការប្រៀបធៀបជាមួយអ្នកដទៃអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកទី2ការប្រៀបខ្លួនឯងជាមួយនឹងខ្លួនឯងកាលពីថ្ងៃម្សិលមិញនឹងជួយឲ្យយើងមានទំនុកចិត្តនិងកម្លាំងចិត្តតស៊ូជាងមុនទី3ការប្រៀបធៀបជាមួយខ្លួនឯងជាផ្លូវដ៏ត្រឹមត្រូវបំផុតសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួនបងប្អូនប្រិយមិត្តនិងអ្នកស្ដាប់ជាទីគោរពខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចងចាំពាក្យមួយឃ្លានេះដែរថាអ្នកគួរប្រៀបធៀបខ្លួនអ្នកជាមួយខ្លួនឯងកាលពីថ្ងៃម្សិលមិញជាជាងយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃបងប្អូនប្រិយមិត្តនិងអ្នកស្ដាប់ជាទីគោរពខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចងចាំពាក្យមួយឃ្លានេះផងដែរថាអ្នកគួរប្រៀបធៀបខ្លួនឯងជាមួយនឹងខ្លួនឯងកាលពីថ្ងៃម្សិលមិញជាជាងការយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃជាមួយប្រធានបទក្នុងថ្ងៃនេះខ្ញុំមានសំណួរខ្លះៗសម្រាប់អ្នកទាំងអស់គ្នាក្នុងការពិចារណាតើអ្នកធ្លាប់មានបទពិសោធន៍ក្នុងការយកខ្លួនទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែរឬទេតើវាប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកយ៉ាងដូចម្តេចខ្លះចូលចែករំលែកបទពិសោធន៍មួយនេះរបស់អ្នកនៅក្នុងមតិយោបល់ខាងក្រោមឬជាមួយមិត្តភ័ក្តិរបស់អ្នកផ្ទាល់ចូលចងចាំផងដែរថាការចែករំលែកដ៏តូចមួយរបស់អ្នកក្នុងថ្ងៃនេះអាចជួយមនុស្សម្នាក់ឲ្យមានកម្លាំងចិត្តកាន់តែប្រសើរជាងមុនឈានដល់ទីបញ្ចប់ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់ Podcast for Growth ជាមួយខ្ញុំក្នុងថ្ងៃនេះសូមជូនពរអ្នកទាំងអស់គ្នាឲ្យកាន់តែរីកចម្រើននិងជោគជ័យជាចុងក្រោយសូមបងប្អូនប្រិយមិត្តចងចាំថាការអភិវឌ្ឍដ៏ពិតប្រាកដមួយគឺការចេញពីការប្រៀបធៀបខ្លួនឯងនិងខ្លួនឯងកាលពីថ្ងៃម្សិលមិញមិនមែនជាការយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃនោះទេសូមជួបគ្នាថ្ងៃក្រោយក្នុងអេពីសូតទី7ដែលខ្ញុំនឹងលើកយកប្រធានបទថ្មីៗល្អៗដើម្បីជាការលើកទឹកចិត្តនិងសម្រាប់ជាការចែករំលែកដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាបន្តទៀតសូមឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនិងជំនឿលើខ្លួនឯងជានិច្ចសូមអរគុណ